គោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់អេពីសូតថ្មីសូមស្វាគមន៍មកកាន់ Channel ដំណើររឿងហើយថ្ងៃនេះ Admin លើកយករឿងមួយដែលរឿងនេះគឺមានចំណងជើងថាសង្សារនិស្សិតហើយសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីប្អូនស្រីម្នាក់ដែលគាត់មានឈ្មោះថាធីរីហើយនេះគឺជាសាច់រឿងរបស់គាត់បើ Admin ទៅសេទ្រុសទេ Disney Smile Project បាទនេះជាសាច់រឿងរបស់គាត់បាននិយាយថាការគាត់ធ្វើការរោងចក្រនៅក្នុងឆ្នាំ2017គាត់ក៏បានជួបនឹងបុរសម្នាក់ដែលជាសិស្សនិស្សិតកម្រិតបរិញ្ញាហើយគាត់នឹងក៏បានសន្យាថាស្រឡាញ់គ្នារៀបការជាមួយនឹងគ្នាពេលដែលខាងសិស្សនិស្សិតនឹងគេរៀនចប់អីចឹងណាហើយប្អូនធីរីនេះខំជឿខំផ្ដល់ជាលុយជាកាក់នឹងដើម្បីឲ្យរៀនសូត្រទិញតាំងពីទូរស័ព្ទបោកតាំងពីកាអាវថ្មីតាំងពីកុំព្យូទ័រដល់ពេលចឹងទៅលទ្ធផលចុងក្រោយមិនបានរៀបការជាមួយប្អូនធីរីណាតែរៀបការជាមួយដែលគេអ្នករៀនសូត្រជាមួយនឹងគ្នាអញ្ចឹងណាដល់ហើយប្អូនធីរីនឹងគាត់ក៏បានឈឺចាប់ស្អិតទ្រូងនិយាយរួមទៅរឿងនេះកំសត់ផងហើយអាណិតគាត់ផងអីចឹងណាហ្នឹងហើយកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងលម្អិតជាមួយនឹង Admin ទាំងអស់គ្នាតែម្ដងទៅផ្ដើមនៃសាច់រឿងដំបូងប្អូនធីរីកាលពីដើមឡើយហ្នឹងគឺគាត់ជាកូនកសិករទេហើយគាត់ហ្នឹងក៏មិនមានជីវភាពអីគាត់បើណាស់ណាដែរគ្រាន់តែថាឪពុកម្ដាយរបស់ប្អូនធីរីហ្នឹងគាត់មានដីមានស្រែមានចម្ការក៏បានធ្វើស្រែធ្វើស្រូវចិញ្ចឹមជីវភាពខ្លះដែរដោយសារតែប្អូនធីរីគាត់មកធ្វើការរោងចក្រហ្នឹងគឺគាត់ចង់ឲ្យគ្រួសារហ្នឹងមានកម្រិតមួយទៀតអីចឹងណាកម្រិតថាមានទ្រព្យសម្បត្តិអីប្រើប្រាស់គ្រប់គ្រាន់ដូចជាម៉ូតូរបស់របរយទៅអាចនិយាយស្រួលស្ដាប់ទៅគឺសម្ភារៈនិយមអញ្ចឹងណាហ្នឹងហើយគាត់ក៏បានមកធ្វើការនៅទីក្រុងភ្នំពេញអំឡុងក្នុងឆ្នាំ2015ដល់ពេលគាត់បានមកធ្វើការរយៈពេលបាន2ឆ្នាំនៅអំឡុងឆ្នាំ2017ហ្នឹងណាគាត់ក៏បានជួបនឹងបុរសម្នាក់ដែលគាត់គឺជាសិស្សនិស្សិតកម្រិតបរិញ្ញាអញ្ចឹងណាសិស្សនិស្សិតហ្នឹងប្អូនស្រីគាត់ក៏បានបញ្ជាក់ឈ្មោះដែរគាត់ថាឈ្មោះយ៉ាហ្នឹងគឺគាត់របៀបថារៀងគាត់ក៏ស្អាតខ្ពស់ក៏ខ្ពស់និយាយរួមទៅគាត់ណាប្អូនស្រីជួបដំបងគឺលងស្រឡាញ់គាត់តិចដែរអញ្ចឹងណាហើយពួកគាត់បានជួបគ្នានឹងជួបនៅក្បែរបន្ទប់គ្នាទៀតវាថាឈ្មោះយ៉ាហ្នឹងគាត់ក៏បានជួលបន្ទប់នៅចិត្តប្អូនធីរីដែរអញ្ចឹងពួកគាត់នឹងការដំបងឡើយគាត់អ្នកស្គាល់គ្នារបៀបថាអ្នកចិត្តខែងខាងយកអាសាគ្នាទៅវិញទៅមកអញ្ចឹងណាយកអាសាចុះយកអាសាឡើងឈានចូលទៅដល់ការស្នេហាមិនត្រឹមស្នេហាឈានចូលទៅដល់ការបោកខោអាវរបៀបថាខាងប្រុសនឹងមិនដែលបានបោកខោអាវឲ្យប្អូនធីរីទេមានតែប្អូនធីរីនឹងគាត់ថាបោកខោអាវរហូតដោយថាស្រឡាញ់គេអញ្ចឹងណាដល់ពេលគេមកពីរៀនអញ្ចឹងគេបោកខោអាវពូកអីអញ្ចឹងទៅហើយគេនឹងក៏បានលួចទៅបើកទ្វារចាក់សោយកខោអាវឈ្មោះយ៉ានឹងយកមកបោកឲ្យដល់ពេលយ៉ានឹងគេទៅរៀនបាត់អញ្ចឹងទៅមកវិញឃើញខោអាវភ្លឹងអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅវារបៀបថាស្នេហាស៊ីជម្រៅយើងពួកគាត់ទាំងពីរហ្នឹងក៏បានមានអីជាមួយនឹងគ្នាពេលដែលមានអីជាមួយនឹងគ្នាហ្នឹងប្អូនធីរីគាត់ក៏និយាយអស់គេអស់ខ្មាស់គាត់អត់លាក់លៀមទេពេលដែលនៅជាមួយឈ្មោះយ៉ាហ្នឹងក៏និយាយថាគាត់រុកចិត្តមែនតើរបៀបថាបង្ខំឲ្យប្អូនធីរីហ្នឹងញ៉ាំចេកគាត់អញ្ចឹងណាចេកដំបងចេកអីរៀបទៅអាចេករបស់បងយ៉ាហ្នឹងមិនមែនតែខ្លីណាចេករបៀបថាចេកដំបងនៅពេលហ្នឹងឲ្យញ៉ាំឲ្យអីអញ្ចឹងទៅហើយក៏បានគេងនៅជាមួយគ្នាអញ្ចឹងណាគេងរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធអញ្ចឹងដែរហើយពួកគាត់ទាំងពីរហ្នឹងគេអ្នកខេងខាងមើលមកដូចប្តីប្រពន្ធអញ្ចឹងប៉ុន្តែពួកគាត់ជាក់ស្ដែងហ្នឹងគឺត្រឹមជាសង្សារទេគាត់ថាគាត់រំលងប្រពៃណីអញ្ចឹងណាដល់ពេលរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអញ្ចឹងទៅហើយប្អូនធីរីហ្នឹងគាត់ថាអនាគតទៅគង់ឲ្យខ្លាចជាប្តីប្រពន្ធដែរអញ្ចឹងណាហើយក៏ប្រាប់បុរសឈ្មោះយ៉ាហ្នឹងដែលជាសង្សាររបស់ខ្លួនហ្នឹងឲ្យរើបន្ទប់ហ្នឹងមកនៅជាមួយនឹងគាត់មកដើម្បីអីដើម្បីកុំឲ្យអស់របៀបថាចុះលុយពេកអញ្ចឹងណានៅបន្ទប់រៀងខ្លួនវាចុះលុយបែរណាទឹកភ្លើងផងអីផងអញ្ចឹងទៅហើយគាត់ហ្នឹងក៏បានឲ្យយ៉ាហ្នឹងក៏រើបន្ទប់យ៉ាហ្នឹងគាត់ក៏អត់មានកាត់សំញ៉ាំអីច្រើនគាត់ក៏មករើបន្ទប់ហ្នឹងមកនៅជាមួយប្អូនធីរីនៅដូចជាបាន3 4 5ថ្ងៃអញ្ចឹងទៅស្រាប់តែបរិសឈ្មោះយ៉ាហ្នឹងណាកំពុងតែសែតទៅប្អូនធីរីហ្នឹងគាត់ក៏បានសួរថាបងមានរឿងអីមិនសប្បាយចិត្តមែនហើយបរិសឈ្មោះយ៉ាហ្នឹងគាត់ក៏បានប្រាប់ថាបងត្រូវការទូរស័ព្ទហើយនិងកុំព្យូទ័រមួយទៅប្អូនធីរីនឹងក៏សួរថាកុំព្យូទ័រហ្នឹងតម្លៃប៉ុន្មានហើយទូរស័ព្ទហ្នឹងបងចង់បានតម្លៃប៉ុន្មានដល់ពេលបរិសឈ្មោះយ៉ាហ្នឹងគាត់បាននិយាយថាទូរស័ព្ទហ្នឹងតម្លៃ300ជាងហើយកុំព្យូទ័រហ្នឹងតម្លៃ400ដល់ពេលអញ្ចឹងទៅបងពិបាកចិត្តមិនដឹងថាបានរបស់ល្អណារៀនតាន់គេទេអញ្ចឹងបងត្រូវការរបស់ថ្លៃដែរដើម្បីអីព្រោះរបស់ថ្លៃម៉ាស៊ីនក៏វាដើរល្អហើយរៀនក៏តាន់គេដល់ពេលអញ្ចឹងទៅនារីឈ្មោះធីរីហ្នឹងគាត់បានឃើញនៅក្នុងចិត្តថា
គាត់មានតែបោកកូនជ្រូករបស់គាត់ដែលគាត់សំយូរអញ្ចឹងណាកូនជ្រូករបស់គាត់កាលហ្នឹងសំបានចិត្ត1000អញ្ចឹងណាហ្នឹងហើយគាត់ក៏សម្រេចចិត្តបោកកូនជ្រូកហ្នឹងយកលុយហ្នឹងឲ្យសង្សារទិញកុំព្យូទ័រនិងទូរស័ព្ទមួយហ្នឹងដែរដល់ពេលទិញបានទិញអីរួចរាល់អស់ហើយស្រាប់តែបរិសុទ្ធឈ្មោះយ៉ាជាសង្សារហ្នឹងក៏អរគុណហើយក៏បានផ្ដល់ក្តីស្រឡាញ់ហ្នឹងការកេងនៅជាមួយនឹងគ្នារបៀបថាបឿកគ្នាអញ្ចឹងណាដល់ពេលបឿកគ្នារួចហើយស្រាប់តែព្រឹកឡើងហ្នឹងគាត់ហ្នឹងក៏បានយកទូរស័ព្ទហ្នឹងជាស្រ័យយកលុយហ្នឹងទៅទិញទូរស័ព្ទទិញកុំព្យូទ័រអញ្ចឹងទៅហើយការទិញហ្នឹងធ្វើឲ្យបងអូនធីរីគឺដាច់បាយតែម្ដងស្ទើរថាសឡក៏មិនហ៊ានទិញឲ្យហូបច្រើនដែរដោយសារតែគាត់រៀងត្បិតត្បៀតជាងមុនការចំណាយហ្នឹងគឺគាត់អត់ហ៊ានចំណាយអីផ្ដេសផ្ដាស់ទេអ្វីដែលមិនគួរចាំបាច់គឺគាត់អត់ហ៊ានចំណាយទេដោយសារអីដោយសារផ្គត់ផ្គង់ចិត្តសង្សារព្រោះអីគិតថាអនាគតទៅគេនឹងយកបងអូនធីរីហ្នឹងធ្វើជាសង្សារធ្វើជាប្រពន្ធអញ្ចឹងណាចឹងហើយគាត់ក៏សុខចិត្តលះបង់គ្រប់យ៉ាងដើម្បីឲ្យតែបរោះជាសង្សារនឹងរៀនចប់ចឹងទៅនឹងអាងយកខ្លួននឹងធ្វើជាប្រពន្ធហើយមួយទៀតការហូបបាយជាមួយមិត្តភ័ក្តិរបស់គាត់ដែលមិត្តភ័ក្តិរួមការងារអញ្ចឹងណាក៏រៀងឃ្លាតដោយសារអីដោយសារតែបងអូនធីរីនឹងគាត់អត់សូវមានមហូបហូបបាយទេជួនកាលពេលខ្លះបាយនឹងអំបិលអញ្ចឹងណាដល់អញ្ចឹងហើយទៅឲ្យបងអូនធីរីនឹងមិនហ៊ានចូលហូបបាយជុំគេទេសុខចិត្តស៊ីបាយស្ងាត់តែឯងអញ្ចឹងណាហើយមិត្តភ័ក្តិរួមការងារឃើញសកម្មភាពបងអូនធីរីដូចជាខុសប្រក្រតីអញ្ចឹងណាខុសប្លែកពីមុនត្រង់ថាម៉េចពីមុនមកចេញពីរោងចក្រជុំគ្នាអញ្ចឹងមកបាយជុំគ្នាមួយម៉ាត់មួយកអញ្ចឹងណាដល់ពេលឥឡូវបងអូនធីរីគាត់ចាប់ផ្ដើមប្រែដោយសារតែគាត់ពេលខ្លះអត់មានមហូបហូបបាយហ្នឹងពេលខ្លះបាយនឹងអំបិលហើយខ្លួនឯងធ្វើការទាំងឈឺដើម្បីអីដើម្បីយកលុយនេះផ្គត់ផ្គង់ជួយគ្រួសារប៉ុន្តែខាងគ្រួសារជួយគ្រួសារណាទៀតជួយសង្សារប៉ុន្តែការជួយហ្នឹងគឺអត់បានប្រយោជន៍អីសម្រាប់បងអូនធីរីទេលះបង់ទាំងកម្លាំងចិត្តទាំងកម្លាំងកាយហើយលុយទាំងប្រមាណចិញ្ចឹមដូចមានន័យថានិយាយអាក្រក់ស្ដាប់ទៅដូចថាគាត់នឹងយកលុយទៅចិញ្ចឹមប្រុសអីចឹងណាហ្នឹងហើយខាងគ្រួសារហ្នឹងក៏បានចេះតែសួរនាំថាធីរីប្រហែលខែប្រហែលឆ្នាំមិនដែលឃើញកូនឯងវេលុយវេអីមកឲ្យម៉ែពុកណាមានរឿងអីមែននៅទីក្រុងភ្នំពេញហ្នឹងហើយបងអូនធីរីហ្នឹងគាត់ថាចេះតែនិយាយឆ្លើយដោះសារថាតកែចិនមិនទាន់បើកលុយឲ្យចាប់បើកសរុបគាត់ចេះតែយកលេសដោះសាររហូតអញ្ចឹងណាមិនត្រឹមថាគ្រួសារហ្នឹងសួរនាំរឿងប្រាក់ខែសំបីតែលុយថ្លៃបង់បន្ទប់ថ្លៃទឹកថ្លៃភ្លើងថ្លៃហូបចុកហ្នឹងក៏មិនគ្រប់គ្រាន់ពេលខ្លះបងយឺតបន្ទប់ជួលគេមកស្ដីឲ្យមុខក្រោយអញ្ចឹងណាបើថាមិនគ្មានលុយជួលទេរើចេញអាងដាក់អ្នកថ្មីនេះអីចឹងទៅគឺស្គាល់រសជាតិខ្សែសពបែបយ៉ាងតាំងពីគាត់នឹងស្គាល់បរោះឈ្មោះយ៉ាដែលជានិស្សិតកម្រិតបញ្ញាហ្នឹងគឺអត់និយាយថាលុយទាំងរយមានដែរសល់ទាំងខ្លួនទេព្រោះអីគាត់គិតថាដូចអេដមាននិយាយដែរចឹងសង្ឃឹមថាបរោះឈ្មោះយ៉ាដែលជាសិស្សនិស្សិតហ្នឹងណានឹងអាចយកគាត់នឹងធ្វើជាប្រពន្ធបានគាត់លះបង់គ្រប់យ៉ាងមិនត្រឹមលះបង់ទាំងចិត្តទាំងកាយលះបង់ទាំងព្រមចារីប្រគល់ជូនជាបរោះជាសង្សារទៅទៀតអញ្ចឹងគាត់នឹងលះបង់បណ្ណាលះបង់គ្រប់យ៉ាងសូម្បីតែថ្នាំលេបថ្នាំអីក៏អត់ហ៊ានទិញទេដើម្បីសន្សំលុយសន្សំកាក់ហ្នឹងដើម្បីឲ្យសង្សារហ្នឹងហើយប៉ុន្តែនៅចិត្តដល់ថ្ងៃប្រឡងដូចជាប្រឡងបញ្ចប់ឯងគាត់ថាអញ្ចឹងណាដូចជាប្រឡងបញ្ចប់កម្រិតបញ្ញាគេគាត់ហ្នឹងក៏បានសុំលុយបងអូនធីរីមួយចំនួនទៀតហើយបងអូនធីរីគាត់មិនដឹងធ្វើម៉េចទេគាត់ក៏បានបង្ខំឲ្យម៉ែក្មេកម៉ែបកើតគាត់នៅស្រុកដើរចងការគេចំនួនលុយ$1000ដើម្បីយកឲ្យសង្សារហ្នឹងទៅប្រឡងធ្វើអីចឹងណាព្រោះឲ្យការប្រឡងនឹងថាត្រូវការលុយច្រើនណាជាងប្រឡងស្អីខ្លះទេនឹងលុយដល់ថ្នាក់$1000អញ្ចឹងណាដល់ពេលអញ្ចឹងទៅម៉ែក្មេកម៉ែនោះក៏នឹកឃើញថាកូននឹងវាតល់វាអីអញ្ចឹងណាក៏ដើរចងការគេអញ្ចឹងទៅយកមកផ្ញើឲ្យធីរីហ្នឹងក៏យកឲ្យសង្សារហើយក៏សង្សារហ្នឹងក៏បានថាអរគុណហើយគេក៏ថើបថ្ងាថើបអីក៏ទៅប្រឡងបាត់ទៅបានរយៈពេលចំនួន1ខែស្រាប់តែបរោះជាសង្សារឈ្មោះយ៉ាហ្នឹងក៏បានរៀបចំខោអាវស្រាប់តែនារីរោងចក្រហ្នឹងគាត់មកពីធ្វើការថ្ងៃត្រង់អញ្ចឹងណាដើរមកចូលនៅក្នុងបន្ទប់ស្រាប់តែឃើញបរោះសង្សារហ្នឹងរៀបចំខោអាវរួចស្រេចអង្គុយចាំខ្លួនហ្នឹងមកពីធ្វើការដល់ពេលអញ្ចឹងទៅបរោះជាសង្សារហ្នឹងក៏បាននិយាយថាបងទៅខេត្តមួយរយៈដល់ពេលអញ្ចឹងទៅធីរីគាត់ភ្ញាក់ផ្អើលថាបងទៅខេត្តធ្វើអីថាទៅធ្វើកិច្ចការអីទេគាត់និយាយអញ្ចឹងណាតាមពិតជាក់ស្ដែងគឺគាត់ទៅរៀបការជាមួយនឹងនារីដែលគាត់ស្រឡាញ់ដែលរៀនជាសូត្រជាមួយគ្នាអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅហើយបរោះជាសង្សារហ្នឹងគាត់ក៏ប្រាប់ថាអត់មានលុយធ្វើសហុយទេអញ្ចឹងទៅបងអូនធីរីហ្នឹងគាត់ក៏ខុច$100ឲ្យទៅបរោះជាសង្សារហ្នឹងយកលុយនឹងធ្វើសហុយធ្វើដំណើរចេញទៅ
ចុះទៅខេតចឹងណាប៉ុន្តែមុននឹងចេញទៅបរោះជាសង្សារហ្នឹងគាត់ក៏បានសុំប្អូនធីរីហ្នឹងបានបឿករហូតសម្រេចបាន6 7ដងមុននឹងបែកគ្នាអញ្ចឹងណាដល់ពេលបឿកហ្នឹងមានសកម្មភាពជាច្រើនមានតាំងពី style អឺរ៉ុប style អឺមេរិកបច្ចុកចេកបច្ចុកអីអញ្ចឹងណាស៊ីនំគមស៊ីអីចឹងទៅបច្ចុកគ្នាស៊ីនំគមបច្ចុកចេកបច្ចុកគ្នារបៀបថាផ្អែមល្ហែមរួចហើយគាត់ហ្នឹងក៏បានលាគ្នាចេញមកទៅខេត្តហ្នឹងទៅសង្សារហ្នឹងក៏ចេញមកខេត្តស្រាប់តែបានរយៈពេលមួយអាទិត្យឬអ្នកចិត្តខាងដែលគាត់កំពុងតែឈរហាលខោអាវពេលហ្នឹងក៏ជាថ្ងៃអាទិត្យដែរដែលគាត់ឈប់សម្រាកបោកខោអាវបោកអីចឹងណាកំពុងឈរហាលខោអាវទៅស្រាប់តែអ្នកជួលបន្ទប់នៅក្បែរគ្នាហ្នឹងលើនិយាយគ្នាប៉ុន្តែគាត់និយាយគ្នាតែ2នាក់នោះទេប៉ុន្តែធីរីគ្នាស្ដាប់ឮចឹងណាថាបរិសុទ្ធដែលចំណាំចិញ្ចូលនៅក្នុងបន្ទប់ធីរីហ្នឹងឮថារៀបការបាត់ហើយដល់ពេលចឹងទៅគាត់អត់មកទេហើយគាត់នៅក្នុងចិត្តថាគាត់អត់ចង់ជឿចឹងណាប៉ុន្តែនៅថ្ងៃមួយគាត់បានចេញពីធ្វើការរៀបថាគាត់រៀងជប់ដែរគាត់នៅថែមម៉ោងថែមអីក៏ចេញមកគាត់ក៏បានឃើញសង្សាររបស់គាត់និងស្ត្រីម្នាក់បានបដាល់គ្នាឡើងជិះឡានទំនើបគាត់ឃើញអញ្ចឹងណាគាត់ក៏បានរត់ទៅសម្ដៅឡានទំនើបហ្នឹងហើយគាត់ហ្នឹងក៏បានចាប់ដៃបរោះដែលជាសង្សារហ្នឹងក៏បានសួរថាបងកែបងឯងប្រាប់អូនថាទៅធ្វើកិច្ចការងារតាមខេត្តចុះឥឡូវបងមកទីក្រុងភ្នំពេញធ្វើអីដល់ពេលបរោះជាប្រពន្ធដែលត្រូវជាប្រពន្ធឈ្មោះយ៉ាហ្នឹងគាត់ក៏បាននិយាយថាគាត់បានរៀបការជាមួយនឹងយមហើយដល់ពេលធីរីហ្នឹងគាត់ហូរទឹកភ្នែកហើយគាត់និយាយទាំងយំថារៀបការចុះបងឯងអត់មានអាណិតខ្ញុំទេដល់ពេលបរោះជាប្រពន្ធដែលឈ្មោះយ៉ាហ្នឹងគាត់បាននិយាយថាចុះនាងមិនអាណិតខ្ញុំដែលមានកូននៅក្នុងផ្ទៃដែលជាកូនគាត់ទេហ៎ដល់ពេលចឹងទៅបរោះឈ្មោះយ៉ាហ្នឹងក៏និយាយមួយម៉ាត់ចុងក្រោយថាឲ្យបងសុំទោសប្អូនធីរីគាត់ថាឮពាក្យសុំទោសមួយម៉ាត់ហ្នឹងគឺគាត់ធ្លាក់ថ្លើមក្ដុកហើយគាត់នឹងយំគាត់ថាខូចចិត្តខូចថ្លើមគាត់ចង់តែនឹងប៊ីសនឹងខិតខ្លីចឹងណាដោយសារតែគាត់ຕົកចិត្តលើមនុស្សប្រុសខុសហើយវីដេអូចុងក្រោយនេះប្អូនធីរីគាត់ក៏ផ្ដាំផ្ញើទៅនារីរោងចក្រកំមុំកុំជឿសម្ដីមនុស្សប្រុសពេកចឹងហើយគាត់ក៏បានផ្ដាំផ្ញើទៀតថាមនុស្សប្រុសខ្លះក៏ដោយពេលដែលឃើញគេស្រឡាញ់យកចិត្តទុកដាក់ចំពោះខ្លួនគួរឲ្យតម្លៃគេខ្លះផងកុំឲ្យយកគំរូតាមគាត់អញ្ចឹងណាទុកចិត្តគាត់ទុកចិត្តគេពេកដោយសារតែគាត់នឹងហ៊ានបកគលព្រមចារីបកគលទាំងចិត្តបកគលទាំងខ្លួននឹងឲ្យតែគេព្រមទាំងប្រាក់ខែខ្លួនឯងនឹងមិនសូវហ៊ានស៊ីអីគ្រប់គ្រាន់ផងដើម្បីយកលុយនេះគាត់កងគ្រូសង្សារដល់ពេលសង្សារបែកចិត្តចឹងទៅមានតែពាក្យស្ដាយក្រោយសាច់រឿងប្អូនធីរីគឺមានតែប៉ុណ្្នឹងឯងហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលចំណាយពេលដ៏មានតម្លៃតាមដានស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់ខ្ញុំគ្មានអ្វីទេក្រៅពីម្រាមដៃ10ក៏សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ